បទបញ្ញត្តិទី4រមែងនិយាយឲ្យតិចជាងការដែលចាំបាច់នៅពេលអ្នកព្យាយាមធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍អ្នកតាមរយៈពាក្យសម្ដីរបស់អ្នកកាន់តែនិយាយច្រើនប៉ុណ្ណាអ្នកក៏កាន់តែក្លាយជាមនុស្សធម្មតាទៅតាមនោះដែរហើយអ្នកនឹងមានភាពម្ចាស់ការលើខ្លួនឯងកាន់តែតិចទៅតាមនោះដែរបើទោះបីជាអ្នកកំពុងតែនិយាយអ្វីម្យ៉ាងដែលសាមញ្ញធម្មតាយ៉ាងណាក្តីតែវានឹងកាន់តែមើលទៅហាក់ដូចជាលក្ខណៈធម្មជាតិរបស់អ្នកបើសិនបើអ្នកធ្វើវាឲ្យមានភាពស្រពេកស្រពិលគ្មានព្រំដែនកំណត់ត្រឹមត្រូវនឹងពិបាកធ្វើឲ្យគេយល់បានមនុស្សដែលពោរពេញទៅដោយអំណាចនឹងធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍ពីខ្លួននិងបំផិតបំភ័យអ្នកដទៃដោយការនិយាយឲ្យកាន់តែតិចកាលណាអ្នកនិយាយកាន់តែច្រើននោះអ្នកទំនងកាន់តែនិយាយអ្វីម្យ៉ាងដែលល្ងងខ្លៅជាបំខានអំណាចគឺស្ថិតនៅក្នុងទម្រង់ជាច្រើនដែលជាល្បែងនៃការបង្ហាញតាមរយៈលក្ខណៈខាងក្រៅហើយនៅពេលដែលអ្នកនិយាយតិចជាងការដែលចាំបាច់នោះអ្នកប្រកាសជាលេចខ្លួនឡើងមកក្នុងរូបភាពជាមនុស្សម្នាក់ដែលមានភាពអស្ចារ្យនិងកាន់តែខ្លាំងជាងមុនពេលដែលអ្នកធ្វើវាទៅទៀតភាពស្ងប់ស្ងាត់របស់អ្នកនឹងធ្វើឲ្យមនុស្សដទៃមានអារម្មណ៍មិនស្រួលនៅក្នុងចិត្តមនុស្សគឺជាម៉ាស៊ីននៃការបកប្រែនិងការបញ្យល់បកស្រាយមួយដូច្នេះហើយពួកគេត្រូវដឹងអ្វីដែលអ្នកកំពុងគិតនៅពេលអ្នកគ្រប់គ្រងនៅអ្វីដែលអ្នកនឹងបង្ហាញចេញមកដោយក្តីប្រុងប្រយ័ត្ននោះពួកគេនឹងមិនអាចចាត់ទម្លុះគោលបំណងឬន័យរបស់អ្នកលាក់ទុកក្នុងចិត្តនោះបានឡើយចម្លើយខ្លីៗនិងភាពស្ងៀមស្ងាត់របស់អ្នកនឹងធ្វើឲ្យពួកគេកើតការប្រុងប្រយ័ត្នហើយពួកគេនឹងហាក់ចូលដោយការបំពេញទៅលើភាពស្ងៀមស្ងាត់ដោយក្តីភ័យខ្លាចជាមួយនឹងមតិយោបល់គ្រប់ប្រភេទដែលនឹងបង្ហាញពីព័ត៌មានដ៏មានតម្លៃពីពួកគេនិងភាពទន់ខ្សោយរបស់ពួកគេវិញពួកគេនឹងដើរចេញពីមុខអ្នកមកវិញដោយអារម្មណ៍ប្រៀបដូចជាខ្លួនត្រូវបានគេឆក់ប្លន់អស់ពីខ្លួនអញ្ចឹងហើយពួកគេនឹងត្រឡប់មកផ្ទះវិញនិងពិចារណាគ្រប់ពាក្យទាំងអស់របស់អ្នកឡើងវិញជាបង្ខានការយកចិត្តទុកដាក់បន្ថែមចំពោះគំនិតយោបល់ខ្លីៗរបស់អ្នកទាំងនេះនឹងជួយបន្ថែមអំណាចដល់អ្នកវិញយ៉ាងពិតប្រាកដកាលនៅក្មេងវិចិត្រករ Andy Warhol បានបង្ហាប់ឲ្យដឹងថាជាទូទៅវាមិនអាចទៅរួចឡើយក្នុងការជំរុញមនុស្សឲ្យនៅអ្វីដែលអ្នកចង់ឲ្យពួកគេធ្វើដោយការនិយាយទៅកាន់ពួកគេនោះពួកគេនឹងប្រឆាំងនឹងអ្នកបំផ្លាញបំណងរបស់អ្នកមិនស្ដាប់តាមបង្គាប់អ្នកដោយកើតចេញពីភាពចោះចេះរឹងរូសទាំងស្រុងគាត់ធ្លាប់បានប្រាប់ទៅមិត្តភ័ក្តិរបស់គាត់ថាយើងជឿថាឯងនឹងមានអំណាចកាន់តែខ្លាំងជាងនេះនៅពេលដែលឯងបិទមាត់របស់ឯងនាពេលបន្ទាប់ក្នុងជីវិត Warhol បានប្រើប្រាស់យុទ្ធសាស្ត្រមួយនេះប្រកបដោយភាពជោគជ័យយ៉ាងមហិមាកិច្ចសម្ភាសន៍របស់គាត់គឺជាលំនាំហាត់នៅក្នុងកិច្ចសរកថាផ្ទាល់មាត់របស់គាត់បាននិយាយអ្វីម្យ៉ាងគ្មានភាពច្បាស់លាស់និងមានន័យយ៉ាងច្រើននៅក្នុងនោះហើយអ្នកសម្ភាសន៍បានវិលក្បង់ទៅវិញទៅមកយ៉ាងខ្លាំងដើម្បីព្យាយាមយល់ពីអ្វីដែលគាត់និយាយដោយកំពុងតែគិតថាមានអ្វីម្យ៉ាងដែលស៊ីជម្រៅនៅពីក្រោយប្រយោគដែលតែងតែត្រូវបាននិយាយចេញមកដោយឥតមានន័យអ្វីសោះរបស់គាត់នោះរំខាន Warhol កំពុងនិយាយពីការងាររបស់គាត់ខ្លាំងណាស់គាត់ទុកឲ្យអ្នកផ្សេងមកធ្វើការបោះស្រាយជំនួសគាត់វិញកាលណាគាត់និយាយពីការងាររបស់គាត់កាន់តែតិចនោះមនុស្សកាន់តែប្រឹងជជែកពីការងាររបស់គាត់កាន់តែខ្លាំងហើយពួកគេកាន់តែនិយាយនោះការងាររបស់គាត់ក៏កាន់តែមានតម្លៃឡើងទៅតាមពួកគ្នាដោយការនិយាយតិចជាងការដែលចាំបាច់នោះមានន័យថាអ្នកកើតរូបភាពដែលនៃអត្តន័យនិងអំណាចដ៏ពិតប្រាកដហើយម្យ៉ាងទៀតការបើអ្នកនិយាយកាន់តែតិចនោះហានិភ័យក្នុងការដែលអ្នកនិយាយអ្វីដែលកាន់តែល្ងងខ្លាំងក៏នឹងថែមទាំងគ្រោះថ្នាក់នោះក៏កាន់តែតិចទៅតាមនៅឆ្នាំ1825ស្ដេចថ្មី Nicholas ទី1បានឡើងសោយរាជ្យនៅក្នុងប្រទេសរុស្ស៊ីការបោះបោរបានផ្ទុះឡើងភ្លាមៗដែលដឹកនាំដោយពួកសេរីនិយមក្នុងការទាមទារឲ្យប្រទេសនេះធ្វើទំនើបកម្មដើម្បីឲ្យឧស្សាហកម្មនិងរចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួនតាន់សហភាពអឺរ៉ុបការបង្ក្រាបយ៉ាងឃោរឃៅទៅលើការបោះបោរមួយនេះការបោះបោររបស់ពួក The Decembrists ស្ដេចនីកូឡាសទី1បានកាត់ទោសប្រហារជីវិតទៅលើមេដឹកនាំម្នាក់ដែលមានឈ្មោះថា
credibility នៅថ្ងៃនៃការប្រហារជីវិតរៀលីវបានឈរនៅលើពាងឈើសម្រាប់ជួអ ுக ្រិតជនខ្សែពួរបានហុំព័ទ្ធជុំវិញករបស់គេច្រកឡើងនៅផ្នែកខាងលើក៏បានចាប់ផ្ដើមបើកឡើងប៉ុន្តែនៅពេលដែលរៀលីវបានទម្លាក់សំយ៉ុងចុះហើយនោះខ្សែពួរក៏ស្រាប់តែបានដាច់ដែលធ្វើឲ្យគាត់ធ្លាក់ទៅលើដីនៅសម័យនោះព្រឹត្តិការណ៍បែបនេះគឺត្រូវបានគេចាត់ទុកថាជាសញ្ញានៃប្រទានពរឬក្តីសន្តោសពីនរកឋានសួគ៌មកហើយបុរសម្នាក់នោះគឺត្រូវបានសង្គ្រោះពីការកាត់ទោសប្រហារជីវិតហើយដែលជាធម្មតាវាគឺជាការដែលទទួលបានការលើកលែងទោសនោះឯងនៅពេលដែលរីលូដួលទៅលើដីពេញដោយស្នាមចង់និងប្រឡាក់ស្រមេកស្រមកប៉ុន្តែពោពេញដោយជំនឿថាករបស់ខ្លួនត្រូវបានសង្គ្រោះហើយគាត់ក៏បានស្នើទៅកាន់ហ្វុងមូថាអ្នកដឹងទេនៅប្រទេសរុស្ស៊ីពួកគេមិនទាំងដឹងពីរបៀបធ្វើអ្វីមួយឲ្យបានត្រឹមត្រូវផងគឺមិនដឹងសូម្បីតែរបៀបធ្វើខ្សែពួរផងនឹងអ្នកនាំសារម្នាក់បានរត់សម្ដៅទៅកាន់វិមានសិស្សរដូវភ្លៀងជាមួយនឹងដំណឹងអំពីការព្យួរកដែលទើបតែត្រូវបានបរាជ័យនៅមុននេះស្ដេចក៏មានការខកប្រទៃជាខ្លាំងចំពោះការប្រែប្រួលស្ថានភាពមិនគួរឲ្យកើតឡើងនេះប៉ុន្តែយ៉ាងណាក៏ដោយស្ដេចនីកូឡាសទី1ក៏បានចាប់ផ្ដើមចុះហត្ថលេខាទៅលើការលើកលែងទោសប៉ុន្តែបន្ទាប់ពីនោះស្ដេចក៏បានសួរទៅកាន់អ្នកនាំសារថាតើរីលីវមានបាននិយាយអ្វីបន្ទាប់ពីអភូតហេតុមួយនេះទេអ្នកនាំសារបានឆ្លើយថាប្រាប់ទូព្រះអង្គគាត់បាននិយាយនៅប្រទេសរុស្ស៊ីពួកគេមិនទាំងដឹងពីរបៀបធ្វើខ្សែពួរផងនោះព្រះរាជាក៏មានបន្ទូលថាបើអញ្ចឹងទុកឲ្យយើងជាអ្នកបញ្ជាក់ឲ្យវាបានឃើញម្ដងហើយទ្រង់ក៏បានហែកលិខិតលើកលែងទោសនោះទៅនៅថ្ងៃបន្តរៀលីវក៏ត្រូវបានគេព្យួរកម្ដងទៀតហើយលើកនេះខ្សែពួរមិនបានដាច់ដូចមុនឡើយចូលរៀនសូត្រពីមេរៀននេះពេលណាដែលពាក្យសម្ដីរបស់អ្នកខ្ជាក់ចេញមកក្រៅហើយនោះអ្នកមិនអាចលេបវាវិញបានឡើយចូលរក្សាពួកវាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកចូលប្រុងប្រយ័ត្នជាពិសេសជាមួយនឹងពាក្យសម្ដីលេងសើចរបស់អ្នកការពេញចិត្តមានគ្រាមួយអ្នកទទួលបានជាមួយនឹងសម្ដីដ៏មុតស្រួចរបស់អ្នកនោះនឹងមិនទុកលើសពីតម្លៃដែលអ្នកត្រូវបានចំណាយនោះទៅទៀត Oracle នៅ Delphi នៅពេលអ្នកសួរសុខទុក្ខបានសួរទៅកាន់ Oracle ភិក្ខុនីក៏បានពោលពីពាក្យដ៏អាត់កំបាំងមួយចំនួនដែលហាក់ដូចជាពោពេញទៅដោយអត្ថន័យនិងសារៈសំខាន់នៅក្នុងនោះគ្មាននរណាម្នាក់ដែលមិនគោរពតាមពាក្យសម្ដីរបស់ Oracle ឡើយព្រោះពួកវាបានបង្កើតអំណាចទៅលើជីវិតនិងសេចក្តីស្លាប់តរបស់ពួកគេសូមកុំបង្ហើបបំបូរមាត់និងធ្មេញរបស់អ្នកមុនអ្នកដែលស្ថិតនៅក្នុងបង្គាប់របស់អ្នកឲ្យសោះនៅពេលដែលអ្នកនៅស្ងៀមស្ងាត់កាន់តែយូរអ្នកផ្សេងក៏កាន់តែឆាប់បង្ហើបបំបូរមាត់និងធ្មេញរបស់ពួកគេកាន់តែលឿនទៅតាមនោះដែររាល់ពេលដែលអ្នកបង្ហើបបំបូរមាត់និងធ្មេញរបស់ពួកគេនោះខ្ញុំសឹងតែអាចចាប់យកពីគោលបំណងពិតប្រាកដរបស់ពួកគេរួចទៅហើយបើសិនបើស្ដេចមិនមានអ្វីជាអាចកំបាំងទេនោះនាយម៉ឺនមន្ត្រីនឹងស្វែងរកឱកាសដើម្បីទាញយកផលប្រយោជន៍ម្ដងហើយម្ដងទៀតពងខានដោយសារកំពុងតែជួបទៅនឹងសំណាងអាក្រក់អ្នកនិពន្ធខ្សែភាពយន្ត Marshall Allen ក៏បានធ្វើដំណើរទៅទីក្រុងញូវយ៉កនៅឆ្នាំ1944ដើម្បីបានបំបត្តិក្តីទុក្ខរបស់ពួកគាត់ក៏បានចំណាយប្រាក់ដើម្បីទៅទិញអាហារនៅភោជនីយដ្ឋានដ៏ល្បីល្បាញមួយដែលមានឈ្មោះថា21នៅក្នុងបន្ទប់ទទួលភ្ញៀវគាត់ក៏បានជួបសាមដែលបានផ្ដល់ដំបូន្មានដ៏គ្មានបានការមួយមកដល់គាត់ថាគាត់គួរតែទិញសេះប្រណាំងមួយនៅក្នុងបារ Allen ក៏បានជួបជាមួយ Louis Meyer ដែលជាអ្នកស្គាល់គ្នាពីមុនដែលបានសួរគាត់ថាគាត់មានផែនការអ្វីសម្រាប់នាពេលអនាគតរបស់ដែរឬទេ Allen ក៏បានផ្ដាំថាខ្ញុំទើបតែនិយាយជាមួយនឹងសេះនៅមុននេះ Marcher បាននិយាយប្រាប់គាត់ថាតើគាត់មានការបដូរជូនសម្រាប់លោកបានកម្រិតណាដែរគាត់បានឆ្លើយដោយគិតបេះថាមិនគ្រប់គ្រាន់នោះទេ Meyer ក៏បានសួរថាតើលោកទទួលយក 15,000 សម្រាប់30សប្តាហ៍ដែរឬទេលើកនេះគាត់គ្មានស្ទាកស្ទើរដូចមុនឡើយ Allen បានប្រាប់ថាយល់ព្រម